dương ai phơ phần năng bàn cứ lùm hạt pran open book này nghĩ và nghĩ bây giờ dân anh đang mơ rùm lon nơi lùm hạt pran này chỉ thay bạn chụp cái này chỉ thayในขนม video ลมหัดปราณในขนม video มวยนี้ខ្ញុំមានលំហាត់ប្រាណ2ដើម្បីឲ្យអ្នកទាំងអស់គ្នាអនុវត្តនៅផ្ទះដោយខ្លួនឯងចំពោះអ្នកដែលធ្វើការអង្គុយច្រើនចុករយឆ្អឹងខ្នងអង្គុយធ្វើការយូរអីជាដើមឡើយហ្នឹងថ្ងៃនេះយើងមានលំហាត់ប្រាណ2ដើម្បីដោះស្រាយនៅបញ្ហាឈឺចុករយហ្នឹងផ្ដោតសំខាន់នៅក្នុងវីដេអូនេះគឺផ្ដោតសំខាន់ទៅលើអ្នកដែលពិបាកពុតពេនខ្លួនផ្អៀងផ្អងឈឺចុករយចាប់ពីចង្កេះដល់ខ្នងដល់កលំហាត់ប្រាណ2នេះគឺអាចអនុវត្តនៅផ្ទះដោយស្រួលងាយបាទងាយមិនបាច់ចាំមានធ្លាអីធំក៏បានដែរលំហាត់ទី1បើយើងសម្រាប់លើពូកឬក៏ផ្ទៃរាបយើងអាចយកអីកលលើកយើងបន្តិចហើយយើងសម្រាប់បែបហ្នឹងមកសម្រាប់បែបហ្នឹងបន្ទាប់មកយើងអង្គញជើងយើងដាក់ប៉ុណ្នេះមកបាទដាក់ប៉ុណ្ណឹងបានហើយចំពោះអ្នកដែលធ្វើដំបូងมันអាចលាមកបានយកអីកោភ្លឺបន្តិចក៏បានដែរបន្ទាប់មកយើងលាដៃត្រង់ហើយយើងយកអីកយើងនេះតិចកុំឲ្យវាធ្លាក់ខ្លាំងពេកខ្លាចលោកមានបញ្ហាឈឺកហើយលាដៃបាទយើងលាដៃហើយយើងរេមកមានអីកជើងបន្តិចណាបាទហើយយើងងាកមកបាទរេមកងាកមកលាអស់ដោយសារតែកន្លែងហ្នឹងវាគៀកពេកអញ្ចឹងហើយខ្ញុំពិបាកនឹងធ្វើអញ្ចឹងធ្វើតាមឧទាហរណ៍ដែលខ្ញុំធ្វើនឹងមកងាកមករេអស់បាទមួយទៀតមកទៀតនៅពេលដែលយើងលូកមកដៃយើងដាក់ស្មើប៉ុណ្នេះក៏ប៉ុន្តែនៅពេលដែលយើងងាកមកយើងលូកដៃយើងឲ្យផុតដើម្បីឲ្យខ្នងរបស់យើងហ្នឹងវាមានចលនាលូកឲ្យផុតប៉ុណ្ណឹងមកហើយងាកមកវិញបាទយឺតជើងនេះព្យាយាមទម្លាក់ចុះកុំឲ្យវាហើបខ្លាំងពេកណាជើងនេះយើងព្យាយាមទម្លាក់ចុះកុំឲ្យវាហើបខ្លាំងពេកបន្ទាប់មកទៀតយើងលូកទៅឲ្យអស់ហើយយើងងាកមកមួយសាទៀតមកអូខេយឺតបាទលូកទៅលូកមកល្មមប៉ុណ្ណឹងមកឲ្យផុតដៃយើងប៉ុណ្ណឹងមកបានហើយយើងងាកមកបាទចុះឡើងតោះទៀតមកអឹបចុះឡើងទៀតមកអឹបយើងងាកមកទៀតយើងធ្វើបន្តិចម្ដងទៅនឹងរាងកាយរបស់យើងហ្នឹងនឹងបាត់បែនបានស្រួលហើយនឹងពុតពេនបានស្រួលហើយយើងព្យាយាមធ្វើដដែលឲ្យតាមលំដាប់ឲ្យរាងកាយយើងនឹងធូរពេលនោះយើងនឹងស្រួលហើយបាទប៉ុណ្ណឹងយើងងាកមកហើយយើងងាកចុះឡើងប៉ុណ្ណឹងយើងធ្វើ3ឬក៏4ជុំម្ដង6ឬក៏8ទៅបានហើយពេលនោះរាងកាយរបស់យើងនឹងមានអារម្មណ៍ថាធូរមានអារម្មណ៍ថាស្រួលអាចពុតពេនបានល្អប្រសើរជាងមុនហើយឥឡូវនេះយើងធ្វើលំហាត់ប្រាណទី2អ្នកទាំងអស់គ្នាអាចដាក់ទីតាំងដូចដែលខ្ញុំបានធ្វើនេះជើងមួយនេះយើងដាក់ប៉ុណ្ណឹងជើងពីខាងក្រោមយើងលុតជង្គង់ប៉ុណ្ណឹងក៏ប៉ុន្តែត្រូវមានអីកកុំឲ្យមានការឈឺជង្គង់ហើយយើងធ្វើលំនាំដូចមុនដែរយើងលាដៃនេះទៅឲ្យត្រង់ប៉ុណ្ណេះមកហើយយើងងាកមកបាទមួយធ្វើយឺតប៉ុណ្ណឹងដៃនេះមិនបាច់លូកទៅអស់ដូចមុននឹងទេយើងលាមកប៉ុណ្ណឹងបាទពីរបាទសម្រាប់អ្នកដែលមានបញ្ហាចុករយឈឺឆ្អឹងខ្នងគឺត្រូវហើយហើយព្យាយាមធ្វើមុននឹងយើងចាប់ផ្ដើមហាត់ប្រាណមុននឹងយើងចាប់ផ្ដើមលេងកីឡាយើងអាចធ្វើប៉ុណ្ណឹងបានគឺលំហាត់ប្រាណ open book នេះងាយពេលខ្លះយើងអាចនឹងមើលរំលងនៅលំហាត់ប្រាណហ្នឹងបធូងាកបានរហូតដល់យើងអាចងាកបានជើងនេះស្មើប៉ុណ្ណឹងនេះខ្ញុំធ្វើមកខាងទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលមើលម្ដងនេះខ្ញុំដាក់ yoga box នៅពីខាងជើងនឹងត្មងហើយដាក់ជើងប៉ុណ្ណេះកុំឲ្យងាកទៅមុខពេកខ្លួនរៀបចំឲ្យស្មើទីតាំងរបស់យើងនឹងរៀបចំឲ្យស្មើហើយយើងលាដៃប៉ុណ្ណឹងទៅយើងងាកមកអ្នកខ្លះ
គាត់ធ្វើឲ្យអត់អាចងាកមកបានច្រើនទេគាត់អាចបានតែប៉ុណ្្នឹងខ្នងរបស់គាត់ខ្លួនរបស់គាត់ករបស់គាត់អីហ្នឹងគឺមានអារម្មណ៍ប៉ះប៉ះតែហ្នឹងអញ្ចឹងយើងចាប់ផ្ដើមធ្វើលំហាត់ប្រាណ open book នេះជាញឹកញយទៅនឹងអាចបត់បានស្រួលហើយនឹងអាចបត់បានស្រួលឃើញទេចាំមើលខ្ញុំបត់ឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំប៉ុណ្នេះមានអារម្មណ៍ថាតឹងខ្ញុំធ្វើ3ដងទៀតនឹងមានអារម្មណ៍ថាធូរយឺតខ្ញុំមកធូរទៅហើយក៏ពេលដែលយើងកំពុងតែធ្វើកុំប្រឹងយើងព្យាយាមសម្រាដកដង្ហើមវែងមកបាទប៉ុណ្្នឹងទៅបាទមួយទៀតធូរទៅបាទឃើញធូរទៅបាទធ្វើដដែលពេលនោះអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍មួយគឺមានអារម្មណ៍ថារាងកាយរាងទន់ជាងមុនរាងកាយស្រួលជាងមុនបាទរាងកាយទន់ស្រួលដោយសារតែចលនានៃរាងកាយរបស់យើងនឹងវាបានផ្លាស់ប្ដូរដោយសារតែការកែលម្អសន្លាក់ការធ្វើលំហាត់ប្រាណរបស់យើងនឹងគឺបានត្រឹមត្រូវពេលនោះចាប់ផ្ដើមធូរស្រាលហើយក៏ប៉ុន្តែសូមបញ្ជាក់ថាมันអាចទប់ជាប់ទេជួនខ្លះយើងធ្វើការ7-8ម៉ោងធ្វើលំហាត់ប្រាណតែមួយហ្នឹងគឺมันអាចដោះស្រាយបានក៏ប៉ុន្តែសម្រាប់កាត់បន្ថយសម្រាប់ដោះស្រាយពេលចាំបាច់សម្រាប់អ្នកទាំងអស់គ្នាដែលមិនដឹងថាអូយធ្វើលំហាត់ប្រាណមិនទេទៅលើកអីខ្លាំងមុននឹងចាប់ផ្ដើមលើកខ្លាំងហ្នឹងគឺយើងធ្វើអន្តិចតិចទៅសិនទៅដើម្បីឲ្យរាងកាយធូរបាទនៅពេលដែលរាងកាយវាអត់មានចលនាស្រួលបួលអ្នកទាំងអស់គ្នាទៅលើកអីខ្លាំងងាយនឹងជាប់ងាយនឹងកត្រាក់សាច់ដុំគេថាជាប់សាច់ដុំជាប់អីហ្នឹងហាត់ប្រាណច្រើនជាប់សាច់ដុំអីហ្នឹងណាបាទដោយសារតែយើងមើលរំលងលំហាត់ប្រាណទូចតាចបាទយើងថាទូចតាចបាទលំហាត់ប្រាណទូចតាចបែបហ្នឹងហើយអញ្ចឹងហើយអ្នកទាំងអស់គ្នាគួរតែយល់មុននឹងយើងលេងកីឡាខ្លាំងអីឬក៏អ្នកដែលមិនលេងកីឡាទេប៉ុន្តែចុករយគឺចាប់ផ្ដើមអនុវត្តលំហាត់ប្រាណហ្នឹងទៅគឺងាយមែនតើសម្រាប់យើងនៅផ្ទះបាទសម្រាប់យើងនៅផ្ទះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានមួយលំហាត់ហ្នឹងបាទហើយអ្នកទាំងអស់គ្នាដែលមានបញ្ហាឈឺចង្កេះឈឺចង្ខ្នងហើយរកលំហាត់ប្រាណបាទហើយពេលខ្លះយើងឈឺយើងពិបាកនឹងស្រាយចម្ងល់យើងអត់មានយោបល់អីច្រើនអ្នកទាំងអស់គ្នាអាចសាកសួរនាំបានអ្វីដែលខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយបាទជួបគ្នានៅវីដេអូក្រោយនៃវីដេអូលំហាត់ប្រាណបាយបាយ